សុស្ដីទាំងអស់គ្នាថ្ងៃនេះយើងមកអង្គុយនិយាយគ្នាពីស្នេហារបស់សៀយានហើយនិងយន្តយន្តតើហេតុអ្វីបានជាពួកគេទាំងពីរនាក់ហ្នឹងគឺមិនអាចស្រឡាញ់គ្នាបាននិយាយដល់អ្នកនងមកពីរនាក់នេះយើងក៏មានអារម្មណ៍ថាអាណិតតួអង្គទាំងពីរនាក់នេះដែរដូចអ្វីដែលយើងបានដឹងចឹងថាពួកគេទាំងពីរនាក់ហ្នឹងគឺពិតជាស្រឡាញ់គ្នាហើយបើសិនជាពួកគេខ្លាចជាគូនឹងគ្នានោះក៏ប្រហែលជាខ្លាចជាគូដែលស័ក្តិសមទៀតប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយក៏គ្នាវាមិនអាចនឹងទេព្រោះថាស្នេហារបស់សៀយាននិងយន្តយន្តហ្នឹងគឺពិតជាស្មុគស្មាញមែនទែនដោយអ្វីដែលយើងបានដឹងចាំថាយន្តយន្តនេះគឺជាមេបកបពកអាប់ហើយបកបពកអាប់នឹងទៀតសោតគឺជាអ្នកដែលសម្រាប់ទៅកាន់សមាជិកគ្រួសារសៀវសើតែម្គីឡោះតើពួកគេទាំងពីរនាក់ហ្នឹងគឺប្រឈមមុខដាក់គ្នាបែបណាម្ខាងហ្នឹងគឺជាគ្រួសារហើយម្ខាងទៀតហ្នឹងគឺជាស្នេហាឥឡូវនេះដែរយើងទៅនិយាយអំពីហេតុផលដែលពួកគេទាំងពីរនាក់ហ្នឹងគឺមិនអាចស្រឡាញ់គ្នាបានវិញតែហេតុផលទី1ហ្នឹងដែរគឺការចាប់ផ្ដើមទំនាក់ទំនងមួយប្រកបដោយភាពលាក់បាំងដែលវាបង្កើតបានជាមូលដ្ឋានគ្រឹះមួយរឹងមាំដោយអ្វីដែលយើងបានដឹងចឹងថានៅពេលដែលសៀយានជួបយន្តយន្តដំបូងហ្នឹងគាត់បានប្រើឈ្មោះថាយ៉ាវយានចំណែកឯយន្តយន្តនេះបានប្រើឈ្មោះថាយន្តជឺដែលពួកគេចាប់តាមស្នេហាហ្នឹងគឺពួកគេបានកុហកគ្នាបានទៅហើយក្រោយមកទៀតហ្នឹងពួកគេក៏នៅហៅគ្នាអញ្ចឹងដែរទោះដល់ពេលដែលការពិតត្រូវបានយល់ទៅដល់ហ្នឹងទើបពួកគេភ្ញាក់ដឹងខ្លួនដែលហេតុផលទី2ហ្នឹងដែរគឺជាទំនាក់ទំនងរបស់សៀយាននិងលរ៉ានយានហានដោយដែលយើងបានដឹងចឹងថាណារ៉ានយានហានហ្នឹងគឺជាអតីតគូតរឹងរបស់សៀយានអញ្ចឹងហើយយន្តនាងក៏ពិបាកស្រឡាញ់ដែរវាអត់ខុសអីពីយើងនោះទេឧទាហរណ៍ថាយើងនិងម្នាក់ស្រីហ្នឹងគឺស្រឡាញ់គ្នាហើយម្នាក់ស្រីហ្នឹងគឺត្រូវជាអិចរបស់ពុទ្ធភ័ក្រចិត្តស្និទ្ធរបស់យើងអញ្ចឹងតើឲ្យយើងប្រឈមមុខមិនតែស្រឡាញ់គឺស្រឡាញ់គ្នាទាំងអស់គ្នាស្នេហាគឺវាអត់ខុសពីអីនោះទេប៉ុន្តែក្នុងករណីរបស់សៀយានហ្នឹងគឺវាមានរឿងស្មុគស្មាញយ៉ាងហ្នឹងដែលចំណុចទី3ហ្នឹងគឺជាចំនួនរវាងប៉ាប់បបអាប់និងគ្រូសាសៀវដែលវាគឺជាចំណុចរបស់ដ៏ធំបំផុតរវាងទំនាក់ទំនងរបស់សៀយានហើយនិងយន្តយន្តហើយនៅត្រង់ចំណុចហ្នឹងដដែលហ្នឹងខ្ញុំក៏បានឃើញស្គីយើងខ្លះគាត់បាននិយាយថាហេតុអ្វីបានយន្តយន្តហ្នឹងមិនឈរនៅខាងសៀយានទៅសម្រាប់ខ្ញុំយន្តយន្តនាងធ្វើបានប៉ុណ្ណឹងគឺចាត់ទុកថាល្អណាស់ទៅហើយវាអត់ខ້ອຍពីគ្រូសាពីរទេអ្នកទាំងអស់គ្នាបើសិនជាគ្រួសារមនុស្សដែលយើងស្រឡាញ់មកវាផាគ្រួសាររបស់យើងនោះហើយយើងវិញខ្លួនឯងនេះក៏បានទៅវាផាគ្រួសាររបស់គេដូចជាសម្រាប់ឪពុកម្ដាយរបស់គេដែរអញ្ចឹងថាឲ្យយើងពីរនាក់ហ្នឹងគឺប្រឈមមុខដាក់គ្នាដូចម្ដេចយន្តនាងបានចាត់ទុកយន្តសាហ្នឹងគឺដូចជាឪពុករបស់នាងអញ្ចឹងព្រោះថាយន្តសាហ្នឹងហើយគឺជាអ្នកដែលបង្ហាត់បង្រៀននាងក៏ដូចជាផ្ទេរប្រាក់ទាំងមូលហ្នឹងទៅឲ្យនាងជាអ្នកគ្រប់គ្រងបើសិនជាយន្តឈរនៅខាងសៀយានមែននាងប្រកាសណាស់ប្រកាសជាជាប់ឈ្មោះដែលគេហៅថាគាត់ឪពុកម្ដាយខ្លួនឯងទៅតាមប្រុសចាក់ជាមិនខាននោះទេសម្រាប់ខ្ញុំផ្ទាល់យន្តនាងធ្វើបានប៉ុណ្ណឹងគឺចាត់ទុកថាល្អណាស់ទៅហើយតែវិញដែរយើងចូលតចំណុចទី4របស់យើងវិញដែលចំណុចទី4នឹងដែរគឺជាប្រវត្តិខណ្ឌរបស់សៀយាននិងយន្តនឹងឯងដូចយើងបានដឹងចឹងថាសៀយានគាត់វឹកហាត់ដើម្បីខ្លួនគាត់ខ្លាំងនឹងការពារមនុស្សដែលគាត់ស្រឡាញ់ចំណែកឯយន្តវិញនាងវឹកហាត់ដើម្បីតែការពារប្រាក់និងភារកិច្ចរបស់នាងប៉ុណ្ណោះចឹងហើយផ្លូវរបស់ពួកគេគឺខុសគ្នាតាំងពីដើមមកម្ល៉េះរីឯចំណុចចុងក្រោយនោះគឺការលេចឡើងនៅវត្តមានតួឯកស្រីផ្សេងទៀតតែយើងបានដឹងហើយថាប្រូយានគាត់មិនមែនមានតែម្ចាស់ដីមួយកន្លែងទេគឺមានតាំងពីស៊ុនអឺនិងឆៃលីនទៀតតែស៊ុនអឺនោះនាងគឺជាមនុស្សម្នាក់ដែលតែងតែជឿជាក់លើសៀយានមិនថាសៀយានធ្លាក់ខ្លួនដល់ប៉ុណ្ណានោះទេចំណែកឯឆៃលីនវិញអ្វីត្បិតតែស្នេហារបស់នាងគឺមិនសូវបានបញ្ចេញជាស៊ុនអឺក៏ពិតមែនក៏ប៉ុន្តែនាងតែងតែការពារសៀយានក៏ដូចជាលះបង់ទាំងកម្លាំងកាយកម្លាំងចិត្តដើម្បីការពារសមាជិកគ្រួសាររបស់សៀយានដូចគ្នាជាចុងក្រោយចំណុចដែលយើងអាចរៀនសូត្របានហ្នឹងគឺថាបើយើងស្រឡាញ់អ្វីក៏ធ្វើនឹងទៅកុំឲ្យលេចឡើងនៅពាក្យថាសោកស្ដាយដូចជាយន្តអីព្រោះថាជីវិតរបស់យើងម្នាក់គឺមិនដឹងថារស់បានប៉ុណ្ណានោះទេបើជួបមនុស្សដែលស្រឡាញ់ហើយក៏ដឹកដៃគ្នាទៅចំណែកឯពាក្យដែលយន្តនេះនិយាយហ្នឹងគឺនេះបាននិយាយថាពេលខ្លះខ្ញុំនៅតែគិតថាបើសិនជាការនោះអ្នកក្លាហានតែបន្តិចនៅក្នុងរូងភ្នំហើយមិនអើពើនឹងការគម្រាមកំហែងរបស់ខ្ញុំឥឡូវនេះប្រហែលជាដែលពីសម្ដីទាំងអស់ហ្នឹងហើយគឺជាពីសម្ដីរបស់ក៏យន្តដែលនាងបាននិយាយលោកពេលដែលនាងលាសៀយានចេញពីអាណាចក្រជាម៉ាហើយមនុស្សយើងម្នាក់ក៏ដូចគ្នាដែរគឺតែមានរឿងសោកស្ដាយដូចជាយន្តអញ្ចឹងព្រោះថាវ័យក្មេងរបស់យើងម្នាក់គឺជាវ័យមួយដែលតែធ្វើប្រហែសហើយតែសោកស្ដាយចំពោះអតីតកាលដែលវាមិនអាចកើតឡើងម្ដងទៀតប៉ុន្តែរឿងទាំងអស់នេះហើយគឺជារឿងដែលយើងត្រូវតែឲ្យឆ្លងកាត់ព្រោះថាមួយជីវិតនេះយើងមានជីវិតតែមួយប៉ុណ្ណោះទោះបីជាពេលខ្លះយើងក៏ស្រែវាមិនបានល្អក៏ដោយក៏យើងត្រូវតែដើរទៅមុខទីដែរជាថ្មីម្ដងទៀតវីដេអូរបស់យើងក៏បានមកដល់ទីបញ្ចប់ដែរហើយការវិភាគនេះដែរវាគ្រាន់តែជាគំនិតផ្ទាល់ខ្លួនរបស់ខ្ញុំប៉ុណ្ណោះបើសិនជាខុសត្រង់ណាអីខ្ញុំសូមខន្តីអភ័យទោសរកកំហុសខុសឆ្គងជួបគ្នាពេលក្រោយអ្នកទាំងអស់គ្នាបាយបាយ